ប្រិមត្តជាទីគោរពក្រុមចៅឆក់កាបូបបានសម្រេចនៅខណ្ឌបឹងកេងកងនគរបាលព្រំប្រទានតាមចាប់ខ្លួនបានចំនួន4នាក់រាជធានីភ្នំពេញមុខសញ្ញាចៅឆក់ដែលធ្វើសកម្មភាពនៅខណ្ឌបឹងកេងកងចំនួន4នាក់ត្រូវបានកម្លាំងការិយាល័យព្រំប្រទានកម្រិតធ្ងន់នៃនាយកដ្ឋាននគរបាលព្រំប្រទានក្រសួងមហាផ្ទៃបើកប្រតិបត្តិការបង្ក្រាបបានបន្ទាប់ពីធ្វើសកម្មភាពឆក់កាបូបបានសម្រេចកាលពីវេលាម៉ោង 8:40 នាទីថ្ងៃទី30 ខែមេសាឆ្នាំ 2025 នៅចំណុចមុខ Apartment Farmhouse ផ្លូវ 63 ភូមិ 8 សង្កាត់បឹងកេងកងទី1 ខណ្ឌបឹងកេងកងរាជធានីភ្នំពេញដោយក្រុមជនសង្ស័យទាំង3នាក់ភេទប្រុសជិះម៉ូតូមួយគ្រឿងម៉ាក Honda Scoopy ពណ៌ខ្មៅផ្លាកលេខភ្នំពេញ 1LJ0371 បានធ្វើសកម្មភាពឆក់កាបូបបានសម្រេចពីជនរងគ្រោះឈ្មោះ Emma Jensen ភេទស្រីអាយុ 19 ឆ្នាំដែលជាជនជាតិដាណាម៉ាកសម្ភារៈបាត់បង់រួមមានលិខិតឆ្លងដែនចំនួន1ក្បាលទូរស័ព្ទចំនួន1គ្រឿងម៉ាក iPhone 15 Pro ពណ៌សទី3លុយខ្មែរចំនួនប្រហែល 30,000 រៀលទី4លុយដុល្លារចំនួនប្រហែល $80 អាមេរិកទី5កាតធនាគារ Danske Bank ចំនួន1សន្លឹកក្រោយពីមានហេតុការណ៍ខាងលើនិងដោយអនុវត្តទៅតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯកងេងជួរប្រធាននាយកដ្ឋាននគរបាលព្រំប្រទានកម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រំប្រទានដឹកនាំដោយលោកឧត្តមសេនីយ៍ត្រីហ៊ុនមុនីរតន៍លោកវរសេនីយ៍ឯកឆានគីមលីនិងលោកវរសេនីយ៍ឯកហែមបូណាប្រធាននាយកដ្ឋាននគរបាលព្រំប្រទានបានដឹកនាំសហការជាមួយនឹងអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកងនិងខណ្ឌច្បារអំពៅដោយបានធ្វើការស្រាវជ្រាវតាមនីតិវិធីនិងជំនាញរហូតទៅដល់កំណត់មុខសញ្ញាអត្តសញ្ញាណនិងទីតាំងលាក់ខ្លួនរបស់ជនសង្ស័យដែលបានប្រព្រឹត្តបទល្មើសខាងលើនេះលុះនៅថ្ងៃទី2ខែឧសភាឆ្នាំ2025វេលាម៉ោង 21:40 នាទីកម្លាំងជំនាញបានបន្តដឹកនាំសហការដោយឃាត់ខ្លួនបានត្រង់ចំណុចសង្កាត់ព្រែកប្រាខណ្ឌច្បារអំពៅរាជធានីភ្នំពេញជនសង្ស័យចំនួន4នាក់រួមមានទី1ឈ្មោះផុនសេឡាភេទប្រុសអាយុ 27 ឆ្នាំជាជនជាតិខ្មែរទី2ឈ្មោះវ៉ាន់ឌីណាភេទប្រុសអាយុ 17 ឆ្នាំជាជនជាតិខ្មែរទី3ឈ្មោះពងផែនភេទប្រុសអាយុ 20 ឆ្នាំជាជនជាតិខ្មែរទី4ឈ្មោះរ៉ុំម៉ៃភេទប្រុសអាយុ 18 ឆ្នាំជាជនជាតិខ្មែរក្រោយពីការសាកសួរជនសង្ស័យទាំង3នាក់បានឆ្លើយសារភាពដូចគ្នាថាកាលពីថ្ងៃទី30 ខែមេសាឆ្នាំ 2025 នេះពួកខ្លួនពិតជាបានធ្វើសកម្មភាពជិះម៉ូតូ Scoopy ពណ៌ខ្មៅឆក់កាបូបនារីរងគ្រោះជាជនបរទេសពិតប្រាកដមែនក៏ប៉ុន្តែវត្ថុតាងពួកគេបានយកទៅបោះចោលអស់ហើយបច្ចុប្បន្នជនសង្ស័យខាងលើត្រូវបាននាយកដ្ឋាននគរបាលព្រំប្រទានប្រគល់ជូនអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកងកសាងសំណុំរឿងនិងបន្តនីតិវិធីតាមច្បាប់ផងដែរ